សូមជម្រាបសួរនិងសូមសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីអបអរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររដ្ឋបាលស្រុកកោះអណ្ដែតក៏បានរៀបចំនៅសង្ក្រាន្តដើម្បីអបអរថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងផងដែរបងប្អូនទាំងអស់គ្នាមើលក្នុងការរៀបចំរបស់រដ្ឋបាលស្រុកកោះអណ្ដែតបងប្អូនទាំងអស់គ្នាស្អាតមែនទែនកន្លែងនេះដាក់ពាក្យថាសួស្តីឆ្នាំថ្មីហើយអក្សរមកខាងក្រោមនេះដាក់ពាក្យថាខ្ញុំស្រឡាញ់ស្រុកកោះអណ្ដែតអញ្ចឹងបងប្អូនទាំងអស់គ្នាដែលឆ្លងកាត់នៅរដ្ឋបាលស្រុកកោះអណ្ដែតយើងកុំភ្លេចចូលមកថតរូបលេងណាបងប្អូនទាំងអស់គ្នារដ្ឋបាលស្រុករៀបចំនៅទីតាំងកន្លែងនេះស្អាតមែនទែនបងប្អូនហើយមកកន្លែងខាងនេះ background ខាងនេះបងប្អូនមានរទេះគោបង្ហាញពីសម័យបុរាណដែលយើងធ្លាប់ពីមុនមកមានរទេះគោមានបំពង់ទឹកត្នោតសម្រាប់បញ្ជាក់ពីការដែលយើងនៅសម័យបុរាណយើងធ្វើការអាស្រ័យផលរស់ស៊ីគឺឡើងត្នោតមានចេកបងប្អូនមានចេកមានស្វាយមានដូងមានត្នោតមានអំពៅនេះគឺជាការតុបតែងរបស់រដ្ឋបាលស្រុកកោះអណ្ដែតយើងដើម្បីស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយសូមកុំភ្លេចបងប្អូនដែលជិះមកកាត់រដ្ឋបាលស្រុកយើងកុំភ្លេចចូលមកថតរូបលេងទាំងអស់គ្នាបាយបងប្អូនទាំងអស់គ្នា